ខ្ញុំគឺជាក្រុម Master Lead Dog Wu ដែលជាបរិះមានរឿងអតីតកាលច្រើនសូមជម្រាបសួរខ្ញុំពិតជារីករាយណាស់ដែលបានជួបអ្នកទាំងអស់គ្នាថ្ងៃនេះមានស្រីស្អាតចូលរួមច្រើនជាងថ្ងៃធម្មតាអ្នកដែលអង្គុយនៅក្បែរគ្នាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់ដៃគ្នាមួយហើយប្រាប់គ្នាទៅវិញទៅមកថាអបអរសាទរដែលរកលុយបាន$50,000រាល់ខែអូខេភាពជោគជ័យតាមអាតូមីបើរាល់ខែរកលុយបាន$50,000បានរហូតដល់ស្លាប់ហើយ$50,000នឹងបន្តឲ្យកូនចៅទទួលបាន3ចំនួនទៀតវាចំនួនធំឬក៏ចំនួនតូចវាជាចំនួនធំឬក៏ចំនួនធំនៅខែ10ឆ្នាំមុនខ្ញុំបានចូលរួមនៅក្នុងកម្មវិធីបើកសម្ពោធសាខានៅប្រទេសម៉ាឡេស៊ីពេលនោះខ្ញុំបានស្ដាប់ប្រសាសន៍លោកអគ្គនាយកបាក់ហាំងគីលសមាជិកអាតូមីទាំងអស់នៅលើពិភពលោកចំណូលពីក្រុមហ៊ុនអាតូមីគឺស្នងមរតកឲ្យកូនចៅ3ចំនួនវ៉ាវនៅក្នុងច្បាប់ប្រទេសកូរ៉េគឺបានចែងថាតំណែងមិនអាចផ្ទេរឲ្យអ្នកផ្សេងបាននោះទេប៉ុន្តែចំណូលអាចទទួលមរតកបានសូមកំចាត់ទុកចំនួនអាតូមីថាជាចំនួនមានលក្ខណៈតូចដោយសារតែមិនមានការបង់ថ្លៃសម្រាប់ចុះឈ្មោះប្រសិនបើយើងទទួលបាន$50,000រហូតដល់3ចំនួនមែននោះវាគឺជាចំនួនធំមែនតែនហើយបើសិនជាខ្ញុំរាប់លេខ1 2 3បងប្អូនបង្វិល3ជុំតាមខ្ញុំ1 2 3 Big Businessខ្ញុំសូមអបអរសាទរដល់អ្នកទាំងអស់គ្នាដែលចូលរួមនៅទីនេះដោយស្មោះអនុញ្ញាតឲ្យខ្ញុំណែនាំខ្លួនឯងសម្រាប់អ្នកដែលចូលរួមថ្មីនៅឆ្នាំ1991ចាប់ពីពេលនេះទៅគឺ27ឆ្នាំមុនខ្ញុំបានទទួលសម្បត្តិពីបងស្រីបង្កើតខ្ញុំថាអន្តរជាតិក្រុមហ៊ុន MV បើកសាខានៅប្រទេសកូរ៉េគាត់ឲ្យខ្ញុំប្រឹងប្រែងធ្វើការគាត់ក៏បានផ្ញើខ្ញុំនៅ catalog MV ផងដែរបងស្រីរបស់ខ្ញុំគឺនៅឆ្នាំ1986នៅពេលដែលក្រុមហ៊ុនរបស់ខ្ញុំខ្សែទុននៅពេលនោះបងស្រីរបស់ខ្ញុំជួយខ្ញុំទាំងអស់ហើយខ្ញុំក៏បានប្រាប់គាត់ថាខ្ញុំចង់រស់នៅតំបន់ក្បែរព្រះវិហារម៉ឹងសឹងសេអ៊ូលគាត់ក៏បានទិញខុនដូមួយឲ្យខ្ញុំហើយគាត់ជួយខ្ញុំច្រើនណាស់គឺមកពីខ្ញុំជាកូនប្រុសច្បងនៅក្នុងគ្រួសារនៅប្រទេសកូរ៉េមានប្រពៃណីមួយថាតើតែមានកូនប្រុសច្បងរស់នៅបានល្អសុខស្រួលទៅវងត្រកូលនៅផ្ទះបានល្អមែនទេបងស្រីរបស់ខ្ញុំជួយខ្ញុំច្រើនណាស់បើគាត់ឲ្យខ្ញុំធ្វើការជាមួយនឹងក្រុមហ៊ុន MV តើខ្ញុំនេះប្រឹងអស់ពីសមត្ថភាពឬមួយក៏ខ្ញុំធ្វើការលេងខ្ញុំចំណាយពេលធ្វើការ9ឆ្នាំហើយតែនៅរកលួចអត់បាននៅពេលដែលខ្ញុំបានជួបជាមួយនឹងក្រុមហ៊ុន ហើយលើវិញចំពោះក្រុមហ៊ុន MV បើធ្វើ3ខ្សែមានពិន្ទុ10,000ទើបឡើងតំណែង Immoral ហើយទទួលបានលុយជិត$1,900បើធ្វើបាន6ខ្សែខ្លាតិចជា Diamond ទទួលបានជិត$9,000បើសិនជាចង់បានលុយបន្ថែមគឺធ្វើដល់9ខ្សែចង់បានលុយបន្ថែមទៀតគឺធ្វើដល់2ខ្សែប៉ុន្តែចំពោះក្រុមហ៊ុន High Living វិញធ្វើតែ500,000ពិន្ទុអញ្ចឹងបើសិនជាប្រៀបធៀបជាមួយនឹងក្រុមហ៊ុន MV វិញក្រុមហ៊ុន Live វិញគឺស្រួលជាងមែនទែនតែម្ដងហើយបើសិនជាងាយស្រួលបែបនេះតើយើងទាំងអស់គ្នាគួរតែធ្វើក្រុមហ៊ុន High Living ឬក៏អត់ប៉ុន្តែចំពោះគំនិតរបស់ខ្ញុំថាអ្នកទាំងអស់គ្នាត្រូវតែធ្វើទៅខ្ញុំបានធ្វើការនៅក្រុមហ៊ុន High Living ប៉ុន្តែជោគជ័យឬក៏បរាជ័យភាគច្រើនជោគជ័យបានតែដំបូងទេខ្ញុំខំធ្វើការរយៈពេល6ឆ្នាំហើយសរុបមកខ្ញុំធ្វើការក្រុមហ៊ុនទីផ្សារបណ្ដាញរយៈពេល15ឆ្នាំហើយតែនៅពេលនោះខ្ញុំបានជួបក្រុមហ៊ុនមួយឈ្មោះថា Lexi ក្រុមហ៊ុននេះធ្វើតែ2ខែរលួយបានដូច្នេះខ្ញុំក៏បានទៅធ្វើការនៅក្រុមហ៊ុននោះទៀតតើខ្ញុំនេះទទួលបានភាពជោគជ័យឬមួយក៏ទទួលបានភាពបរាជ័យហេតុអីមកពីក្រុមហ៊ុននោះដោយត្រូវអស់លុយនៅពេលចុះឈ្មោះនៅពេលនោះខ្ញុំបានជួបនៅក្រុមហ៊ុន Shinsoji មួយទៀតក្រុមហ៊ុននោះមានប្រព័ន្ធ Multi Machine Bonus សូមអានតាមខ្ញុំ Multi Machine Bonusគឺបានន័យថាទទួលនៅពាក់កណ្ដាលនៃកម្រៃជើងសាររបស់ដៃគូដែលខ្ញុំបានណែនាំផ្ទាល់បើអញ្ចឹងប្រសិនបើខ្ញុំមានដៃគូរកលុយបាន1000មាន10នាក់ត
តើខ្ញុំនេះរកលុយបានប៉ុន្មាន5000មែនទេអញ្ចឹងខ្ញុំគួរតែធ្វើក្រុមហ៊ុននេះឬក៏អ្នកដែលឆ្លើយថាឲ្យខ្ញុំធ្វើអ្នកដែលមានទេពកោសល្យក្នុងការធ្វើទីផ្សារបណ្ដាញគាត់ឆាប់យល់ហើយខ្ញុំក៏ធ្វើក្រុមហ៊ុននោះទៀតតែរកលុយបានតែដំបូងចុងក្រោយគឺបរាជ័យទៀតពេលនោះខ្ញុំបានជួបក្រុមហ៊ុនយូសនាក្រុមហ៊ុននេះពេលដែលឡើងតំណែងខ្ពស់ហើយគឺយើងអាចបង្កើត ID មួយទៀតបានអ្នកទាំងអស់គ្នាអានតាមខ្ញុំមើល Re-entry តើខ្ញុំគួរធ្វើក្រុមហ៊ុននេះឬក៏អត់គឺខ្ញុំត្រូវតែធ្វើទៀតខ្ញុំបានចំណាយពេលធ្វើទីផ្សារបណ្ដាញជាង17ឆ្នាំហើយតើជោគជ័យឬក៏បរាជ័យគឺជោគជ័យអត់បានផ្ទះខុនដូដែលបងស្រីទិញឲ្យនោះចាំមិនទៅហើយគឺលក់អស់លុយហើយប្តីប្រពន្ធទាំងពីរនាក់ចម្ពាក់លុយគេត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិអស់រលីងជាចុងក្រោយខ្ញុំបរាជ័យទាំងស្រុងមិនអាចធ្វើអ្វីបន្តទៀតបានដូច្នេះខ្ញុំក៏រកការងារធ្វើហើយធ្វើការឲ្យគេធ្វើនៅក្រុមហ៊ុននោះបាន3ខែហើយមេរបស់ខ្ញុំឈ្មោះផាក់ដុងឈុលឥឡូវគាត់មានតំណែងជា Royal Master ធ្វើការនៅ Atomy នេះគាត់ធ្វើ Atomy មុននៅពេលដែលគាត់ណែនាំ Atomy ឲ្យខ្ញុំធ្វើតែខ្ញុំនឹងចង់ធ្វើឬក៏អត់ត្រូវហើយខ្ញុំបិទកុំព្យូទ័ររបស់គាត់ហើយខ្ញុំប្រាប់គាត់ថាខ្ញុំអត់ចង់ធ្វើខាងទីផ្សារបណ្ដាញទៀតទេហើយខ្ញុំក៏ដើរចេញពីបន្ទប់របស់គាត់តែខ្ញុំមានអារម្មណ៍ថាបើសិនជាខ្ញុំមិនស្ដាប់គាត់ទេគាត់នឹងបញ្ឈប់ការងារខ្ញុំហើយមើលទៅដូច្នេះខ្ញុំក៏ទិញគ្រឿងសម្អាងពីគាត់មួយឈុតហើយប្រាប់គាត់ថាខ្ញុំអត់លុយទេចាំដកលុយពីប្រាក់ខែរបស់ខ្ញុំចុះបន្ទាប់ពីកូនស្រីខ្ញុំប្រាហើយប្រាប់មិត្តភក្តិរបស់គេអូដឺ3ឈុតកូនស្រីខ្ញុំប្រាប់ខ្ញុំថាប៉ាគ្រឿងសម្អាងដែលប៉ាយកមកនឹងគឺជារឿងដែលប៉ាធ្វើល្អបំផុតរយៈពេល17ឆ្នាំពេលដែលខ្ញុំទៅក្រុមហ៊ុនដើម្បីអូដឺគ្រឿងសម្អាង3ឈុតទើបខ្ញុំយល់ពីប្រព័ន្ធ Atomy ហើយបន្ទាប់ពីខ្ញុំស្វែងយល់ពីក្រុមហ៊ុន Atomy គឺវាធ្វើឲ្យខ្ញុំនេះព្រឺសម្បុរហើយក៏រំធត់ខ្ញុំនេះមានការភ្ញាក់ផ្អើលគឺដោយសារតែតម្លៃរបស់វាក្រុមហ៊ុនដែលខ្ញុំធ្លាប់លក់ BB Gram មួយមានតម្លៃ$50តែ Atomy វិញគឺ$10តើវាភ្ញាក់ផ្អើលឬក៏អត់ថាតើមើលភ្ញាក់ផ្អើលទេProbiotic របស់ Atomy គឺ$27សម្រាប់2ខែតែសម្រាប់ក្រុមហ៊ុនផ្សេងវិញ$80សម្រាប់1ខែតើធ្វើឲ្យខ្ញុំនេះញាក់សាច់ឬក៏អត់ទេខ្ញុំញ័រខ្លាំងណាស់ញ័រពីមុនពេលដែលខ្ញុំធ្វើការនៅក្រុមហ៊ុនដូចជា Lexis, Synagogi, Fusana តែខ្ញុំគិតថាបើក្រុមហ៊ុនទាំងអស់នោះណាការចុះឈ្មោះអត់យកលុយវាមិនពិបាកទេតែដោយសារតែចុះឈ្មោះយកលុយវាមិនអាចធ្វើបានបន្តតែ Atomy ណាចុះឈ្មោះយកលុយឬក៏អត់ខ្ញុំញាក់សាច់តែម្ដងខ្ញុំញ័រម្ដងទៀតតែខ្ញុំនៅតែគិតក្នុងចិត្តថាខ្លួនឯងនេះបានបរាជ័យ7ក្រុមហ៊ុនហើយបានចំណាយពេល17ឆ្នាំរួចទៅហើយគួរធ្វើជាមួយក្រុមហ៊ុន Atomy ម្ដងទៀតឬក៏អត់ជាចុងក្រោយខ្ញុំបានសម្រេចចិត្តហើយថានឹងសាកល្បងចូលរួមសិក្ខាសាលាបន្ទាប់មកទើបខ្ញុំដឹងថាជួបជាមួយនឹងក្រុមហ៊ុនពិតល្អហើយថ្ងៃដែលខ្ញុំចូលរួមសិក្ខាសាលាបន្ទាប់ពីខ្ញុំចូលរួមហើយខ្ញុំសរសេរលិខិតលាឈប់ធ្វើការហើយខ្ញុំក៏ចាប់ផ្ដើមធ្វើការជាមួយនឹង Atomy តែម្ដងហើយខ្ញុំក៏បានណែនាំទៅមនុស្សទាំងអស់ដែលខ្ញុំបានស្គាល់ហើយប្រាប់គេថាឥឡូវនេះពិតជាមានក្រុមហ៊ុនពិតហើយតើគេចង់ធ្វើការជាមួយខ្ញុំឬក៏អត់គេគ្រប់គ្នានិយាយថាចាំអ្នកឯងជោគជ័យសិនទៅចាំខ្ញុំធ្វើអត់មានអ្នកណាចង់សហការជាមួយខ្ញុំសោះតែមានមនុស្សម្នាក់ដែលគេចង់សហការជាមួយខ្ញុំគេនៅខេត្តហើយគាត់មានមុខរបរជាអ្នកបើកឡានដឹកដីហើយក៏មានមីងម្នាក់គាត់មានហាងការ៉ាអូខេគាត់ចង់សហការជាមួយនឹងខ្ញុំដូច្នេះខ្ញុំទៅដល់កោះជេជូគឺមួយយប់ពីរថ្ងៃរាល់អាទិត្យក៏ប៉ុន្តែនៅពេលនោះគឺគ្មានការត្រឡប់គ្មានគេហទំព័រទេតែខ្ញុំសួរក្រុមហ៊ុនថាហេតុអីបានជាក្រុមហ៊ុនអត់មានផ្លាកយីហោអីអញ្ចឹងគេថាក្រុមហ៊ុនអត់មានលុយគេឆ្លើយអញ្ចឹងគេថាក្រុមហ៊ុនអត់មានលុយទេហេតុអីបានជាក្រុមហ៊ុនអត់មានគេហទំព័រគេថាក្រុមហ៊ុនអត់លុយដូច្នេះហើយអ្នកនៅទីក្រុងសេអ៊ូលគេអត់ធ្វើ Atomy ទេខ្ញុំបានទៅដល់ខេត្តចុងជូនិងជេជូរាល់អាទិត្យរយៈពេល1ឆ្នាំទើបខ្ញុំរកលុយបានមួយខែ$10000នេះគឺជាបំណងប្រាថ្នាដែលខ្ញុំចង់បាន
ហើយរៀងរាល់ឆ្នាំចំណូលរបស់ខ្ញុំឡើងដល់$20,000 $30,000 ឥឡូវនេះចំណូលរបស់ខ្ញុំឡើងដល់50,000ជាងហើយអ្នកដែលមានវត្តមាននៅទីនេះបើរកលុយមិនបាន$50,000តាមរយៈក្រុមហ៊ុនអាតូមីគឺជារឿងដែលមិនគួរឲ្យជឿហេតុអីមានមូលហេតុពីរយ៉ាងទី1ផលិតផលល្អហើយថោកហើយទី2ចុះឈ្មោះ free សូមអ្នកទាំងអស់គ្នាញ័រខ្លួនពីរដងជាមួយនឹងខ្ញុំគឺខ្ញុំនេះចង់ឲ្យអ្នកទាំងអស់គ្នាយល់ពីចំណុចនេះអ្នកទាំងអស់គ្នារាប់ឲ្យបានលឿនពេលដែលខ្ញុំរាប់1 2 3ញ័រខ្លួនទាំងអស់គ្នាចាប់ដើម1 2 3ម្ដងទៀតពេលញ័រខ្លួនឯងសូមអ្នកទាំងអស់គ្នាសម័យថានឹងមានប្រាក់ចំណូល$50,000តាមរយៈវិញតើរំភើបអត់រំភើបខ្លាំងឬក៏អត់ហ៎បើរកលុយអត់បាន$50,000វាគឺជារឿងចម្លែកខ្ញុំចង់សួរថាលីដុកវូដែលបានធ្វើទីផ្សារបណ្ដាញ17ឆ្នាំហើយបរាជ័យជាមួយនឹងក្រុមហ៊ុនដល់ទៅ5ហើយជាពាក់លុយគេច្រើនតើខ្ញុំជាមនុស្សអន់ឬក៏មនុស្សខ្លាំងចុះមនុស្សអត់ខ្លាំងដូចជាខ្ញុំនេះមិនក៏ទទួលបានភាពជោគជ័យតាមរយៈអាតូមីដោយសារតែខ្ញុំជួបអាតូមីទើបជោគជ័យបានតើអាតូមីមានស្អីល្អមានពីរយ៉ាងគឺផលិតផលល្អហើយថោកទី2ចុះឈ្មោះ free ពីចំណុចនេះដែលធ្វើឲ្យខ្ញុំទទួលបានជោគជ័យខ្ញុំចង់ប្រាប់ពីចំណុចនេះទៅអ្នកទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់គ្នានៅតែអត់យល់គឺអត់ទាន់យល់ពីចំណុចនេះដោយអស់ពីបេះដូងអ្នកទាំងអស់គ្នាត្រូវយល់ថាពីចំណុចនេះហើយណាទើបធ្វើឲ្យអ្នកទាំងអស់គ្នាបានជោគជ័យយល់បានទេហេតុអីបានជាខ្ញុំប្រាប់ថាជោគជ័យតាមរយៈអាតូមីគ្មានអីចម្លែកទី1ផលិតផលល្អហើយថោកគឺផលិតផលមានគុណភាពតម្លៃល្អជាដាច់ខាតខ្ញុំចង់សួរថាមានផលិតផលល្អហើយថោកនោះមានរឿងអ្វីកើតឡើងកាលមុនខ្ញុំធ្វើការឲ្យក្រុមហ៊ុនទីផ្សារបណ្ដាញផ្សេងៗខ្ញុំក៏សិក្សាអំពីផលិតផលច្រើនដែរខ្ញុំក៏ធ្លាប់រៀនអំពីគ្រឿងសម្អាង5ដងទៅហើយព្រោះខ្ញុំធ្លាប់ធ្វើការ5ក្រុមហ៊ុនរួចទៅហើយតែអាតូមីមិនចាំបាច់រៀនច្រើនទេលោកអគ្គនាយកបញ្យលពីគ្រឿងសម្អាងងាយស្រួលមែនទែនបញ្យលបែបនេះលាយជាមួយនឹងទឹកជាមួយនឹងប្រេងហើយបានចេញជាគ្រឿងសម្អាងចំខ្ញុំធ្លាប់មានអតិថិជនសួរខ្ញុំថានៅក្នុងគ្រឿងសម្អាងអាតូមីមានសារធាតុបាណាទេខ្ញុំអត់ដឹងទេហើយគាត់សួរខ្ញុំបន្តទៀតថាតើរបៀបលាយគ្រឿងសម្អាងមួយណាមុនខ្ញុំប្រាប់ហើយថាខ្ញុំអត់ដឹងតើនៅលក់ដាច់ឬក៏អត់លក់ដាច់ខ្លាំងណាស់បើសិនជាយើងមានផលិតផលល្អហើយថោកតើមានរឿងអ្វីកើតឡើងទៅណាគឺមានអតិថិជនមករកទិញដល់ខ្លួនឯងសូមអានតាមខ្ញុំមករកទិញខ្លួនឯងបើគ្មានភ្ញៀវបើគ្មានអតិថិជនណាមកទិញផលិតផលរបស់យើងប្រកាសជាមិនអាចទទួលបានជោគជ័យនោះទេមែនហើយវាជាការពិតបើសិនជាយើងណែនាំផលិតផលឲ្យក្រុមគ្រួសារមិត្តភ័ក្តិហើយប្រើហើយពួកគាត់មិនចង់ប្រើទៀតនោះទេណាគឺបានន័យថាវាមិនអាចជោគជ័យនោះទេកាលណាបើសិនជាអតិថិជនមករកទិញទៀតដោយខ្លួនឯងនោះវាធ្វើឲ្យមានសមាជិកកើនឡើងពេលនោះសមាជិកកាន់តែកើនតើមានរឿងអ្វីទៀតតើមានរឿងអ្វីកើតឡើងសមាជិកកាន់តែច្រើនមែនទេថាម៉េចពិតជាត្រឹមត្រូវណាស់កើនចំណូលដែរអត់ប៉ុន្តែការលក់នឹងលក់ដោយខ្លួនឯងលក់មិនសូវបានច្រើនប្រមាណនោះទេដូច្នេះអតិថិជនណាដែលពេញចិត្តនឹងផលិតផលនេះសូមឲ្យគាត់ជួយណែនាំបន្ថែមពេលដែលគាត់ជួយណែនាំបន្ថែមទើបមានចំណូលច្រើនបើសិនជាចង់បានចំណូលកាន់តែច្រើននោះណាត្រូវតែចុះឈ្មោះ free ទាល់តែចុះឈ្មោះ free ទើបយើងអាចរកសមាជិកថ្មីបានរាល់ខែតើមែនដែរទេហ៎
ខ្ញុំបានធ្វើការនៅក្រុមហ៊ុន CNOG Usinova តែក្រុមហ៊ុននោះចុះឈ្មោះត្រូវតែបង់លុយ$1,000បើចុះឈ្មោះអស់$1,000បើចុះឈ្មោះអស់$1,000អ្នកទាំងអស់គ្នាអាចរកសមាជិកបានប្រមាណក្នុងមួយខែសូមសាកល្បងគិតទៅមើលទោះក្រុមហ៊ុន Atomy ដែលចុះឈ្មោះ free ហើយមិនតម្រូវឲ្យគេទិញរាល់ខែផងក៏វាមិនងាយផងមែនទេបើមានក្រុមហ៊ុនណាដែលទាមទារលុយក្នុងការចុះឈ្មោះมันអាចជោគជ័យបាននោះទេគឺខ្ញុំធ្លាប់ធ្វើការទីផ្សារបណ្ដាញ4ក្រុមហ៊ុនរយៈពេល17ឆ្នាំហើយខ្ញុំតែងតែចង់បានក្រុមហ៊ុនឲ្យចុះឈ្មោះ free ទី2ចង់បានផលិតផលល្អហើយថោកពីមុនខ្ញុំធ្លាប់ធ្វើ6ខ្សែ9ខ្សែដែរខ្ញុំធ្លាប់គិតថាបើសិនជាមានក្រុមហ៊ុនណាដែលឲ្យយើង2ខ្សែច្បាស់ជាស្រួលមិនខាននោះទេតែវានៅតែពិបាកហេតុអីគឺចុះឈ្មោះបង់លុយក្រុមហ៊ុន Atomy មានប្រព័ន្ធដូចជាមិនកំណត់ចំនួនមនុស្សនិងសន្សំពិន្ទុបានកាត់លុយមួយទៀតគឺ One server ប្រព័ន្ធតែមួយគឺ One server បានន័យថា LD មួយអាចប្រើប្រាស់បាននៅសាខាពិភពលោកទាំងអស់បើមានក្រុមហ៊ុនដែលអាចសន្សំពិន្ទុបានរហូតហើយមានប្រព័ន្ធកំណត់ចំនួនមនុស្សមែនណាទាល់តែក្រុមហ៊ុននោះណាមិនយកលុយក្នុងការអ្វីសូមនិយាយឲ្យលឺវាទាល់តែចុះឈ្មោះ free ទើបធ្វើការប្រព័ន្ធនោះបានទាល់តែចុះឈ្មោះ free ទើបអាចជួបដៃគូដែលមានសមត្ថភាពខ្ពស់ជាងយើងបាននៅខែ10ឆ្នាំមុនពេលដែលខ្ញុំចូលរួមបើកសម្ពោធសាខា Atomy នៅម៉ាឡេស៊ីខ្ញុំបានស្ដាប់ប្រសាសន៍លោកអគ្គនាយកពីរចំណុចថានៅ Atomy មាន Royal Master 2រូបដែលអត់បានចូលរៀននៅបឋមសិក្សាខ្ញុំចង់សួរថា Royal Master ដែលចូលក្នុង Royal Leader Club ដែលអត់បានសិក្សានៅបឋមសិក្សាក៏ជោគជ័យតាមរយៈ Atomy តើពួកគាត់មិនក៏បានចូលក្នុង Royal Leader Club បានមាន Royal Master ឈ្មោះ Kim Song Sin ដែលអត់បានរៀននៅបឋមសិក្សាប៉ុន្តែនៅក្រោមគាត់គឺមានដៃគូច្រើនណាស់អ្នកដែលនៅពីក្រោមគាត់គឺមានអ្នកដែលពូកែគឺមានបណ្ឌិតវិទ្យាសាស្ត្រ2រូបដូច្នេះគាត់ក៏បានជោគជ័យតើក្នុងចំណោមសមាជិក17អ្នកទទួលបានជោគជ័យតាមរយៈ Atomy ឬក៏អត់ណាពួកគាត់ទទួលបានគឺមកពីជប់ដៃគូដែលមានលុយហើយពាក់កណ្ដាលនៃសមាជិក Royal Leader Club អត់ចេះបង្រៀនតលសោះតើពួកគាត់អត់ចេះបង្រៀនបានល្អផងមិនបានជាគាត់បានជោគជ័យតើមកពីហេតុអីបានជាគាត់ជោគជ័យទៅហ៎គាត់ជោគជ័យបានដោយសារតែពួកគាត់នេះមានដៃគូដែលពូកែបង្រៀនជាងគាត់សម្រាប់ខ្ញុំក៏មានមជ្ឈមណ្ឌល Atomy នៅចនជារោដែរមានសមាជិកម្នាក់ប្រាប់ខ្ញុំថាសូមឲ្យខ្ញុំនេះឡើងបង្រៀនគេនៅមជ្ឈមណ្ឌលរបស់អ្នកបានទេហើយគាត់មានក្តីសុបិនចង់បង្រៀនគេមានគេចង់ធ្វើចំនួន Atomy ដោយសារតែគាត់នេះចង់ឡើងបង្រៀនគេក៏មានដែរទោះបីជាអ្នកទាំងអស់គ្នាមានអត្តចរិតអត់ល្អក៏អាចជោគជ័យបានដែរហេតុអីព្រោះយើងជួបដៃគូដូចជាទេវតាដែលពួកគាត់នៅពីក្រោមយើងហ៎តើអាចយល់បានទេកុំបារម្ភថាខ្លួនឯងអត់ធ្លាប់ធ្វើការទីផ្សារបណ្ដាញគង់តែបានជួបដៃគូដែលមានបទពិសោធន៍ការងារទីផ្សារបណ្ដាញច្រើនឆ្នាំនៅពីក្រោមយើងចំខានយល់ទេដូច្នេះការធ្វើពីខ្សែគេហៅថា binary សម្រាប់ binary របស់ Atomy គឺមិនកំណត់ចំនួនមនុស្សទេហើយអាចសន្សំបន្ទុកបានរហូតពិតជាអស្ចារ្យទេពិតជារំភើបខ្លាំងណាស់ប៉ុន្តែសម្រាប់ binary ក្រុមហ៊ុនផ្សេងគេពិតជាមិនអាចជោគជ័យបានទេដោយសារតែចុះឈ្មោះបង់លុយទើបធ្វើឲ្យវាមិនអាចចុះឈ្មោះបានតគ្នារហូតបាននោះទេអគ្គនាយក Atomy អត់ចង់ឲ្យសមាជិក Atomy នេះអស់លុយដោយសារតែខ្លាចតែជាសមាជិក Atomy ទេហើយប្រាប់ថា
ការចុះឈ្មោះ free មិនមែនជាបញ្ហាធំទេពីព្រោះថាផលិតផលអាតូមីគឺមានគុណភាពល្អជាដាច់ខាតហើយមានតម្លៃសមរម្យជាដាច់ខាតនេះគឺជាចំណុចខុសគ្នាពីក្រុមហ៊ុនផ្សេងពេលដែលក្រុមហ៊ុនអាតូមីបើកដំបូងមានសមាជិកចូលរួមត្រឹមតែ17នាក់ហើយអ្នកដែលចូលរួមនោះគឺសុទ្ធតែជាអ្នកជំពាក់លុយគេទាំងអស់ហើយចុះហេតុអីបានជាក្រុមហ៊ុនអាតូមីកាន់តែមានការរីកចម្រើនច្រើនអញ្ចឹងបើសិនជាផលិតផលអាតូមីមិនល្អហើយថ្លៃក្រុមហ៊ុនប្រហែលជាបរាជ័យបាត់ហើយពេលខ្ញុំចាប់ផ្ដើមធ្វើការងារអាតូមីដំបូងខ្ញុំក៏បានបើកមើលនៅក្នុងប្រអប់ហេមអត់មានក្រដាស់របៀបប្រើប្រាស់ពន្យល់ពីផលិតផលខ្ញុំបានទៅសួរក្រុមហ៊ុនថាហេតុអីបានជាអត់មានក្រដាស់ពន្យល់ពីហេមគេឆ្លើយថាអត់មានលុយហើយអត់មានគេហៅទំព័រទៀតសូម្បីតែមនុស្សឯកជនក៏គេមានទំព័រផ្ទាល់ខ្លួនគេដែរហើយខ្ញុំសួរក្រុមហ៊ុនទៀតថាហេតុអីបានជាអត់មានគេហៅទំព័រក្រុមហ៊ុនថាអត់លុយខ្ញុំបានទៅដល់សាខាអាតូមីតែអត់បានឃើញផ្លាកយីហោក្រុមហ៊ុនខ្ញុំឃើញតែក្រដាស់ A4 ដែលសរសេរដោយបិចថាអាតូមីខ្ញុំបានសួរទៅក្រុមហ៊ុនថាហេតុអីបានជាអត់មានស្លាកយីហោក្រុមហ៊ុនឆ្លើយថាអត់មានលុយពេលឃើញក្រុមហ៊ុនអត់មានអីសោះបែបនេះតើសួរថាវាជាបញ្ហាសម្រាប់ខ្ញុំធ្វើការនៅអាតូមីទេអត់ទេព្រោះខ្ញុំបានចំណាយពេល17ឆ្នាំទៅហើយទើបបានជួបក្រុមហ៊ុនដែលចុះឈ្មោះ free ហើយមានផលិតផលល្អហើយថោកប៉ុន្តែមនុស្សនៅក្បែរខ្ញុំគេស្គាល់ខ្ញុំថាលីដុកវូជាមនុស្សបរាជ័យ5ក្រុមហ៊ុនហើយនៅតែចង់ធ្វើក្រុមហ៊ុនចម្លែកទៀតបានន័យថាខ្ញុំឈួតទៀតហើយហេតុអីក្រុមហ៊ុនអាតូមីដំបងក្រអញ្ចឹងហេតុអីបានជាក្រុមហ៊ុនអត់មានលុយអញ្ចឹងហេតុអីបានជាខ្ញុំនៅតែធ្វើព្រោះតែក្រុមហ៊ុនអត់មានលុយសម្រាប់ចុះឈ្មោះជាសមាជិកហើយក៏មិនតម្រូវឲ្យគេទិញតើយល់ដែរអត់ប្រសិនបើក្រុមហ៊ុនអាតូមីយកលុយសម្រាប់ចុះឈ្មោះនោះតើខ្ញុំនេះធ្វើចំនួនអាតូមីឬក៏អត់អ្នកទាំងអស់គ្នាខ្ញុំអត់មានឱកាសជួបអាតូមីទេបើចុះឈ្មោះបងលុយនោះគឺគ្មាននរណាម្នាក់ជោគជ័យបានទេពិតជាអរគុណដល់លោកអគ្គនាយកអាតូមីមែនទែនសូមស្នូតែដៃជូនគាត់ឲ្យខ្លាំងពេលខ្លះពេលខ្ញុំភ្ញាក់ពីគេពេលព្រឹកខ្ញុំគិតខ្លួនឯងថាបើខ្ញុំអត់បានជួបក្រុមហ៊ុនអាតូមីបើអត់មានក្រុមហ៊ុនល្អដូចអាតូមីនោះឥឡូវនេះខ្ញុំកំពុងតែធ្វើការងារអីត្រូវបានគេរឹបអូសទ្រព្យសម្បត្តិចម្ពាក់លុយគេនៅពេលនោះខ្ញុំអាចធ្វើការងារនៅឯណាបានដូច្នេះសូមឲ្យអ្នកទាំងអស់គ្នាចងចាំអំពីចំណុចសំខាន់ចុះឈ្មោះ free សូមមេត្តាជ្រាបអំពីគំនិតរបស់លោកអគ្គនាយកអាតូមីថាគាត់នេះពិតជាចង់ឲ្យយើងជោគជ័យយ៉ាងពិតប្រាកដអាចយល់ពីគំនិតរបស់គាត់ទេតើរំភើបទេអញ្ចឹងអ្នកទាំងអស់គ្នាញោមម្ដងទៀតការចុះឈ្មោះ free គឺជាបញ្ហាដែលធ្វើឲ្យជោគជ័យសូមមេត្តាចាំចំណុចនេះពេលដែលខ្ញុំចុះទៅខេត្តមានគេសួរខ្ញុំថាហេតុអីបានជាចុះទៅខេត្តហេតុអីក៏មិនធ្វើការនៅសេអ៊ូលមានមនុស្សច្រើនណាស់អ្នកទាំងអស់គ្នាគិតថាខ្ញុំចង់ទៅខេត្តដោយសារតែគ្មានអ្នកណាគេចង់ធ្វើជាមួយខ្ញុំទើបខ្ញុំចុះទៅខេត្តរាល់អាទិត្យបែបនេះឥឡូវនេះមានអ្វីអួតពីក្រុមហ៊ុនអាតូមីច្រើនណាស់តែកាលពីមុនអត់មានអ្វីបង្ហាញពីក្រុមហ៊ុនទេឧទាហរណ៍ថាមានគេសួរពីក្រុមហ៊ុនអត់មានគេហទំព័រគេលែងចង់ស្ដាប់ពីយើងផលិតផលមានតែពីរមុខវាមិនមែនជាបញ្ហាអីទេយល់អត់ទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើការគួរសមដាក់គ្នាអ្នកអង្គុយនៅក្បែរគ្នាទាំងអស់ថាអបអរសាទរដែលរកលុយបានមួយខែ$50,000ឥឡូវនេះក្រុមហ៊ុនអាតូមីមានលក់ផលិតផលជាង150មុខហើយតាំងពីបើកក្រុមហ៊ុនជាង10ឆ្នាំហើយក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ2ល្បឿនលឿនជាងក្រុមហ៊ុន New Stand ដែលមានប្រវត្តិ30ឆ្នាំគេរំពឹងថាឆ្នាំនេះអាតូមីនឹងលក់ចេញបាន$1,000 លានហើយនាំផលិតផលចេញទៅក្រៅប្រទេស$200 លានហើយអាតូមីគឺជាសហគ្រាសដ៏ធំហើយពិតជាអស្ចារ្យមែនឥឡូវនេះអ្នកទាំងអស់គ្នាអាចណែនាំគេបានដោយមានទំនុកចិត្តពេលគេសួរយើងថាអ្នកអាចធ្វើអីកុំស្ទាក់ស្ទើរពេលដែលខ្ញុំសួរតើអ្នកទាំងអស់គ្នាថាអ្នកអាចធ្វើការអីឆ្លើយឲ្យខ្លាំងថាអាតូមីអូខេពេលដែលខ្ញុំសួរអ្នកទាំងអស់គ្នាឆ្លើយឲ្យខ្លាំងធ្វើការអីអាតូមី
ឆ្លើយឲ្យខ្លាំងដាក់គេហើយគេនឹងចាប់បាល់អ្នកទាំងអស់គ្នាពិតជាអាចចាប់ឱកាសមួយដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានហើយពេលដែលក្រុមហ៊ុនលក់ផលិតផលតែពីរមុខគាត់មានការតឡុកគេហទំព័រស្លាកយីហោអ្នកក៏ចាប់ផ្ដើមធ្វើអាតូមីតាំងពីដំបូងឥឡូវគ្រប់ Royal Leader មានប្រាក់ចំណូលមួយខែចាប់ពី$20,000ទៅហើយឥឡូវមានផលិតផលលក់ជា150មុខហើយក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ2ហើយលក់ចេញទៅក្រៅប្រទេស$200,000,000ខែ12ឆ្នាំនេះទទួលពានរង្វាន់ចេញផលិតផលទៅក្រៅប្រទេសផងដែរហើយឆ្នាំក្រោយនេះក្រុមហ៊ុន Atomy នឹងជាប់ចំណាត់ថ្នាក់លេខ1អ្នកទាំងអស់គ្នាដែលបានជួប Atomy សម័យនេះពិតជាអ្នកដែលមានសំណាងហើយដូច្នេះ sponsor ដែលនាំអ្នកទាំងអស់គ្នាចូលរួមសិក្ខាសាលាថ្ងៃនេះសូមអញ្ជើញ sponsor ប៉ាវបាយឆ្ងាញ់ផងបានដែរទេបានទេក្រុមហ៊ុន Atomy ចុះឈ្មោះក៏ free ហើយទី3មានការកំណត់ចំណូលត្រឹម$50,000សូមមើលឯកសារខាងលើនៅឆ្នាំ2016ក្រុមហ៊ុន Amway លក់ចេញផលិតផលបានប៉ុណ្ណេះហើយក្រុមហ៊ុន Atomy ទី2បានប៉ុណ្ណេះ Newsgram បានប៉ុណ្ណេះហើយគេរំពឹងថាឆ្នាំក្រោយ Atomy នឹងលក់ផលិតផលបាន$10,000ច្បាស់ជាក្រុមហ៊ុន Atomy នឹងជាប់ចំណាត់ថ្នាក់លេខ1នៅឆ្នាំក្រោយនេះទី2គឺជាចំនួនសមាជិក Atomy ដែលបានចុះឈ្មោះហើយតើ Atomy មានសមាជិកប្រមាណអ្នក Atomy ទើបតែ10ឆ្នាំហើយចុះក្រុមហ៊ុន Amway វិញនោះក្រុមហ៊ុន Amway អស់27ឆ្នាំហើយមានសមាជិកប៉ុណ្ណេះចំណុចនេះហើយដែល Atomy អាចជោគជ័យបានកាន់តែមានសមាជិកច្រើនកាន់តែទទួលបានអ្វីកាន់តែមានសមាជិកច្រើនកាន់តែមានប្រាក់ចំណូលច្រើនហើយទាល់តែមានផលិតផលល្អហើយថោកទើបមានអតិថិជនមករកទិញទើបបានជោគជ័យតាមពិត Amway លក់ផលិតផលច្រើនជាងយើងហើយលក់ក្នុងតម្លៃខ្ពស់ជាងយើងអូខេបើសមាជិកកាន់តែកើនបានន័យថាប្រាក់ចំណូលរបស់យើងកាន់តែកើនទើបយើងជួបដៃគូដែលពូកែជាងយើងសូមមើលឯកសារបន្តនេះគឺជាទូរលេខដែលលក់ដាច់ច្រើនជាងគេលេខ1គឺជាស្អីHey Mohim លក់បាន$140 លានក្រុមហ៊ុន High Living លក់ផលិតផល25ឆ្នាំហើយទើបតែទទួលបានចំណាត់ថ្នាក់លេខ5បើសិនជាមានផលិតផលល្អហើយថោកតើលក់បានច្រើនឬមួយក៏លក់បានតិចទៅលក់បានតិចឬក៏លក់បានច្រើនខ្លាំងលក់បានកាន់តែច្រើនចំណូលកាន់តែច្រើនយើងអាចទទួលបាន30% នៃការលក់នៅឆ្នាំមុនត្រូវបានលក់ច្រាសដូសធ្មេញ Atomy ចំនួន20,000ច្រាសនៅប្រទេសកូរ៉េមិនធ្លាប់មានច្រាសដូសធ្មេញណាលក់បាន10,000ច្រាសនោះទេអត់ទេចុះ20,000ច្រាសវាស្មើនឹងទឹកប្រាក់$20 លានឆ្នាំមុនចាក់ស្ដាយលក់បាន2,400,000ច្រាសវាស្មើនឹងទឹកប្រាក់$24 លានបើអញ្ចឹងអ្នកទាំងអស់គ្នាគិតមើលទៅពួកយើងនឹងទទួលបានចំណូលពីច្រាសដូសធ្មេញគឺ$7 លានណាគឺ$7 លានតើអ្នកទាំងអស់គ្នាអាចមើលឃើញពីអនាគតខ្លួនឯងទេសូមមេត្តាយល់ពីបេះដូងពួកយើងជោគជ័យបានដាច់ខាតព្រោះថាផលិតផលល្អហើយថោកតើព្រឺសម្បល់ទេតោះញ័រខ្លួនម្ដងទៀត1 2 3ពិតជាព្រឺសម្បល់ណាស់យើងគ្រាន់តែប្រាប់អំពីបទពិសោធន៍ដែលយើងបានប្រើប្រាស់ហើយតើចំនួន Atomy គួរធ្វើរបៀបណាគ្រាន់តែនិយាយអួតពី Atomy ទៅវាបានបាត់ទៅហើយគឺខ្ញុំបានឃើញសមាជិក Atomy ធ្វើចំនួនយ៉ាងពិបាកចុះអ្នកទាំងអស់គ្នាទៅមើលគុណល្អមើលហើយចង់ណែនាំដល់គេដែរទេខ្ញុំបានមើលគុណមនុស្សសាច់ពីងពិតជាល្អមើលណាស់ខ្ញុំបានតែញ៉ាំមីអូឡ িম্প ិកឆ្ងាញ់ណាស់អូខេការនិយាយបែបនេះទៅកាន់គេវាពិបាកទេតើវាពិបាកឬមួយក៏វាជាការងាយស្រួលវាពិតជាសប្បាយណាស់ការងារមួយនេះខ្ញុំបានប្រើច្រាសដូសធ្មេញនេះហើយវាពិតជាល្អណាស់អ្នកសាកប្រាប់មើលយើងគ្រាន់តែនិយាយប៉ុណ្ណឹងបានហើយមិនចាំបាច់បកស្រាយវែងឆ្ងាយទេអគ្គនាយក Atomy ឲ្យយើងរោនឬក៏អត់ប៉ុន្តែត្រូវតែបានរៀនខ្លះៗដែរខ្ញុំបានសួរទៅសរុន Romaster ថានៅក្នុង Omega 3មាន EPA តើ EPA
ជួយអ្វីខ្លះហើយខ្ញុំណាបានសួរទៅដល់ Star Master ហើយខ្ញុំបានសួរទៅពួកគាត់ណាហើយពួកគាត់អត់ចេះឆ្លើយតបសោះថ្ងៃនោះខ្ញុំយល់អំពីអាតូមីច្បាស់ហើយថាអាតូមីអត់រៀនអត់ចេះក៏អាចជោគជ័យបានពិតមែនសូមអានតាមខ្ញុំណាអស់ចាយើងគ្រាន់តែអួតពីផលិតផលរបស់យើងតែប៉ុណ្្នឹងបានហើយចុះចំពោះផែនការទីផ្សារវិញវាងាយស្រួលដែរប្រាប់តែមិត្តភក្តិថាពួកម៉ាគ្នារកលុយមួយខែបាន$50,000ហើយមិត្តភក្តិសួរថាម៉េចគឺអាតូមីស្អីគេមកតាមខ្ញុំអានតាមខ្ញុំមកតាមខ្ញុំហើយគេមកអង្គុយនៅទីនេះបានហើយសូមអ្នកទាំងអស់គ្នាចាប់ដៃជាមួយអ្នកដែលអង្គុយនៅជិតអស្ចារ្យណាស់សូមញ័រខ្លួនទាំងអស់គ្នាអស្ចារ្យណាស់ពិតជាអស្ចារ្យ$50,000ហ៎សូមប្រាប់ពីភាពរំភើបរបស់យើងនេះទៅកាន់អ្នកដទៃយល់ដែរទេបន្ទាប់ពីប្រើផលិតផលហើយប្រាប់គេអំពីបទពិសោធន៍និងភាពរំភើបរបស់យើងនឹងទៅអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាអាចធ្វើបានដែរទេហ៎បានទេសូមមើលបន្ទូលរបស់ខ្ញុំនៅថ្ងៃទី1ខែ7អូហូខាងឆ្វេង1លាន PV ខាងស្ដាំ90,000 PV នៅក្នុងមួយថ្ងៃខ្ញុំមានបន្ទុកសរុប25លាន PV តើខ្ញុំមានអារម្មណ៍សប្បាយចិត្តឬក៏អត់សប្បាយចិត្តគឺខ្ញុំអត់សប្បាយទេហេតុអីគឺមកពីក្រុមហ៊ុនកំណត់ចំណូលត្រឹមតែ5,000បន្ទុកក្នុងមួយថ្ងៃខ្ញុំបាត់បង់20លាន PV ប៉ុន្តែបណ្ឌិតលីសុងយុនបានប្រាប់ថាវាគឺជាប្រព័ន្ធយុត្តិធម៌វាយុត្តិធម៌ទេវាពិតជាមិនយុត្តិធម៌សម្រាប់ខ្ញុំទេអ្នកដែលចូលរួមសិក្ខាសាលាថ្ងៃនេះសូមសញ្ញេថាសូមកែប្រែប្រព័ន្ធអាតូមីអាចធ្វើបានទេអ្នកទាំងអស់គ្នាធ្វើបានអត់ក្រុមហ៊ុនអាតូមីតែងតែប្រាប់ថាក្រុមហ៊ុននឹងផ្លាស់ប្ដូរប្រវត្តិសាស្ត្រការងារទីផ្សារបណ្ដាញវាជាការពិតមែនហើយក្រុមហ៊ុនកំពុងតែផ្លាស់ប្ដូរតើប្រព័ន្ធដែលកំណត់បន្ទុកមួយថ្ងៃ5,000 PV តើវាជារឿងយុត្តិធម៌ឬក៏អត់តើវាយុត្តិធម៌អត់ពេលក្រោយបើសិនជាអ្នកទាំងអស់គ្នាបានជោគជ័យហើយមានថ្ងៃណាមួយឡើងនិយាយលើវេទិកានោះប្រកាសជាមានការសោកស្ដាយពីមុនគួរសញ្ញេថាយល់ព្រមកែប្រព័ន្ធក្រុមហ៊ុនអាតូមីតម្រូវឲ្យសមាជិកទិញទំនិញរាល់ថ្ងៃទេអត់មានទេចុះកម្រៃជើងសារពេលឡើងតំណែងក្រុមហ៊ុនចែក 10% នោះតើពេលនោះជូនទៅតំណែងណាក្នុងចំណោម 20% នៃជើងសារឡើងតំណែងក្រុមហ៊ុនចែក 10% ជូនទៅ Sale Master ដូច្នេះអ្នកទាំងអស់គ្នាគួរតែស្វែងយល់ពីផែនការទីផ្សារអាតូមីហេតុអីគួរតែឡើងតិចទោះបីយ៉ាងណាក៏ដោយក្រុមហ៊ុនមិនអាចឡើងហួសកំណត់បានទេអ្នកទាំងអស់គ្នាគួរតែស្វែងយល់ពីក្រុមហ៊ុនអាតូមីគេឡើងទៅតាមឋានៈក្រុមហ៊ុនឲ្យតំណែងទី1 Sale Master ទទួលបានច្រើនគឺ 10% នៅក្នុងចំណោម 20% នៃកម្រៃជើងសារសម្រាប់ក្រុមហ៊ុន MV វិញបើខ្លាចទៅជា Emperor ធ្វើបាន 10,000 PV 3ខ្សែនឹងទទួលបានកម្រៃជើងសារឡើងតំណែងគឺ 0.25% ប៉ុន្មានភាគរយ 0.25% ទាល់តែធ្វើ 10,000 PV 3ខ្សែអាតូមីទទួលកម្រៃជើងសារឡើងតំណែងមួយខែ2ដងអញ្ចឹង 10% ចែកជា2គឺបាន5អញ្ចឹងប្រៀបធៀបជាមួយនឹងក្រុមហ៊ុន MV វាខុសគ្នាប្រមាណដង 0.25 គុណនឹង20គឺ 5% អូខេអ្វីដែលសំខាន់នោះគឺប្រសិនបើស្វែងយល់ពីផែនការទីផ្សារអាតូមីឲ្យកាន់តែជ្រៅទៅនោះអាចយល់ពីគំនិតរបស់លោកអគ្គនាយកអាតូមីហើយ
គឺគំនិតរបស់លោកអគ្គនាយកផាកហាំងហ្គីលពាក្យស្លោកអាតូមីគឺគោរពមនុស្សធម៌កែច្នៃគំនិតត្រូវឲ្យមានចំណឿដាក់ខ្លួនឲ្យទៀបយើងដាក់ខ្លួនឲ្យទៀបចំពោះអ្នកណាហ៎ដាក់ខ្លួនឲ្យទៀបសម្រាប់ Royalister ឬក៏ Sailmaster គឺដាក់ខ្លួនឲ្យទៀបសម្រាប់ Sailmaster អគ្គនាយកអាតូមីបានបង្កើតផែនការទីផ្សារអាតូមីដែលចុះឈ្មោះ free មិនតម្រូវឲ្យទិញទំនិញរាល់ខែសម្រាប់អ្នកអស់សង្ឃឹមដោយសារតែលុយណាគាត់ចង់ផ្ដោតសេចក្តីសង្ឃឹមផ្ដោតក្តីសង្ឃឹមឲ្យអ្នកដែលអស់សង្ឃឹមយល់ទេយល់ច្បាស់បានទេសូមណែនាំដល់មិត្តភ័ក្តិគ្រួសារអំពីភាពរំភើបរបស់អ្នកឲ្យគេទទួលបានជោគជ័យតាមរយៈអាតូមីយ៉ាងពិតប្រាកដបើអញ្ចឹងគួរតែធ្វើជំនួយអាតូមីដល់របៀបណាតើធ្វើដូចម្ដេចទើបទទួលបានជោគជ័យគេចាត់ទុកថាការងារទីផ្សារបណ្ដាញចាប់ផ្ដើមនៅឆ្នាំ1959ដែលក្រុមហ៊ុន MV ត្រូវបានបង្កើតដំបូងតែគេទទួលស្គាល់ថាការចាប់ផ្ដើមការងារទីផ្សារបណ្ដាញនៅឆ្នាំ1979ត្រូវបានបញ្ជាក់ដោយតុលាការកំពូលអាមេរិកថាក្រុមហ៊ុនស្របច្បាប់ចាប់តាំងពីពេលនោះមកមានក្រុមហ៊ុនទីផ្សារបញ្ជាកាន់តែច្រើនហើយនៅក្នុងក្រុមហ៊ុននោះតែងតែមានអ្នកជោគជ័យចំពោះខ្ញុំមិនមែនជាមនុស្សកំពូលដូចគេខ្ញុំបរាជ័យ5ក្រុមហ៊ុនហើយយោងទៅតាមលទ្ធផលស្រាវជ្រាវអំពីអ្នកជោគជ័យពួកគាត់ធ្វើការទៅតាមលំដាប់លំដោយនៃ8ជំហានឆ្ពោះទៅកាន់ភាពជោគជ័យប្រសិនបើអ្នកចង់ចេះហែលទឹកចង់រៀនពីអ្នកណាចង់រៀនវាយកូនគោលរៀនពីកីឡាវាយកូនគោលចង់ជោគជ័យតាមរយៈអាតូមីគួរស្ដាប់ពីអ្នកណាត្រឹមត្រូវហើយគឺស្ដាប់ពីអ្នកបានជោគជ័យតាមរយៈអាតូមីនេះគេហៅថា system អានតាមខ្ញុំ system សុំធ្វើតាមប្រព័ន្ធអាតូមី system ទី1គឺការចូលរួម one day seminar ទី2ការចូលរួមសិក្ខាសាលាជោគជ័យមួយយប់ពីរថ្ងៃហេតុអីដរាបណាខ្លួនឯងមិនចូលរួមដៃគូរបស់យើងក៏មិនចូលរួមដែរត្រូវចាំឲ្យច្បាស់យើងអត់ចូលរួមគេក៏អត់ចូលរួមដែរត្រូវទេនេះគេហៅថា duplication បងប្អូនត្រូវតែខ្លាយទៅជាដើមឈើដ៏ល្អទើបទទួលបានផលល្អតើមែនទេបើយើងចង់ខ្លាយទៅជាដើមឈើល្អៗយើងគួរធ្វើបែបណាទី1ចូលរួមសិក្ខាសាលាមួយថ្ងៃនិងសិក្ខាសាលាជោគជ័យងាយស្រួលទេហេតុអីព្រោះយើងចំណាយពេលវេលាបានហើយក្នុងនាមអ្នកដែលធ្វើចំនួនអាតូមីពេញម៉ោងត្រូវតែចូលរួមគឺចូលរួមសិក្ខាសាលាកំខានត្រូវតែចូលរួមទី2ធ្វើតាម8ជំហានឆ្ពោះទៅរកភាពជោគជ័យពួកយើងហៅថា system បានន័យថាម៉េចគឺវិធីអ្នកដែលជោគជ័យបានដើរទៅយល់ទេពាក្យភាសាអង់គ្លេស broke in វាមានន័យថាម៉េច broke in តើមានន័យថាម៉េចទៅបើយើងចង់បើកកង្ហារយើងត្រូវតែដោតភ្លើងឲ្យបានត្រឹមត្រូវទើបកង្ហារបើកមែនទេបើដោតភ្លើងតែពាក់កណ្ដាលតើកង្ហារវិលទេពាក្យថា system បានន័យថាត្រូវតែចូលរួមសិក្ខាសាលាមិនថាឈឺឬក៏មានពិធីជប់លៀងទេបើអត់ចូលរួមគេអត់ហៅថា system ទេអាចចូលរួម system បាន 100% បានដែរអត់តើ8ជំហានវាបានន័យថាម៉េចសូមចូលគេហទំព័រអាតូមីហើយមើលវីដេអូរបស់លោកអគ្គនាយករបស់ក្រុមហ៊ុនអាតូមីសម្រាប់ក្រុមហ៊ុនផ្សេងគ្រាន់តែរៀនក៏ត្រូវអស់លុយដែរសម្រាប់អាតូមីគឺ free ទាំងអស់ក្រុមហ៊ុនផ្សេងចូលរួមសិក្ខាសាលាក៏ត្រូវបង់លុយដែរបង់លុយទាំងអស់តែក្រុមហ៊ុនអាតូមីរៀបចំសិក្ខាសាលាគឺជូនសមាជិក free មិនយកលុយទេក្រុមហ៊ុនអាតូមីរៀបចំសិក្ខាសាលាជូនសមាជិកគ្រប់ប្រភេទដូចគ្នា
បានន័យថាប្រព័ន្ធដូចគ្នា duplication កំពុងតែដំណើរការល្អហើយអូខេនៅក្នុងជំហានទី8ទៅរកភាពជោគជ័យមានដូចជាទី1គឺដាក់គោលដៅទី2គឺតាំងចិត្តទី3រៀបចំបញ្ជីឈ្មោះទី4ការអញ្ជើញទី5ការពន្យល់ជំនួញទី6តាមដានភ្ញៀវទី7ពិភាក្សាជាមួយ sponsor ទី8ថតសម្លេងសូមមើលវីដេអូលោកអគ្គនាយកផងហើយគួរមើលប្រមាណដងមើលរហូតខ្លួនឯងយល់បានជាទូទៅ50ដងទើបយល់ប៉ុន្មានដងគឺ50ដងការមើលវីដេអូនោះចាត់ទុកថានោះគឺជាពេលវេលាមួយដែលត្រៀមខ្លួនធ្វើជំនួញអាតូមីយើងអាចចាក់ស្ដាប់នៅក្នុងឡានក៏បានហើយយើងអាចស្ដាប់មុនចូលគេងក៏បាននៅមានមួយទៀតណាសូមមើលអ្នកថ្មីតែងតែសួរខ្ញុំថាគួរតែធ្វើសកម្មភាពបែបណាទើបយើងអាចទទួលបានជោគជ័យគេតែងតែសួរខ្ញុំបែបនេះគេហៅថា8ខ checklist តើយើងគួរតែធ្វើបែបណាទើបខ្លាយទៅជាអ្នកជោគជ័យបានយើងត្រូវតែមាន8សកម្មភាពរាល់ថ្ងៃដូចតទៅទី1អានសៀវភៅ15នាទីក្នុងមួយថ្ងៃអានសៀវភៅដូចជារបស់ Dale Carnegie ដែលមានចំណងជើងថា How to Win Friends and Influence People ដូច្នេះអ្នកទាំងអស់គ្នាត្រូវតែវិនិយោគទៅលើខ្លួនឯងតើយល់បានទេទី2 VOD ស្ដាប់វីដេអូរបស់លោកអគ្គនាយកឬក៏របស់អ្នកដែលជោគជ័យរាល់ថ្ងៃហេតុអីពេលដែលយើងបបួលគេធ្វើជំនួញអាតូមីជាមួយយើងពួកគាត់នៅស្វាគមន៍យើងយ៉ាងកក់ក្ដៅឬក៏បត់ពិសោធន៍នៅពេលដែលគេបដិសេធជាមួយយើងវាធ្វើឲ្យឆន្ទៈរបស់យើងនឹងថយចុះនៅពេលនោះណាយើងត្រូវតែរកកម្លាំងចិត្តពីអ្នកជោគជ័យដូច្នេះណាយើងត្រូវតែមើលវីដេអូរាល់ថ្ងៃចាំទៅជួបភ្ញៀវម្ដងទៀតទី3ចូលរួមប្រជុំសិក្ខាសាលាទី4ការប្រើប្រាស់ផលិតផលការងាររបស់យើងគឺប្រាប់គេអំពីភាពរំភើបរបស់យើងបន្ទាប់ពីយើងប្រើប្រាស់ផលិតផលហើយដូច្នេះយើងត្រូវតែប្រើផលិតផលរាល់ថ្ងៃហើយចំណុចទី5គឺ Shoot the plan យើងត្រូវតែបង្ហាញពីផែនការទីផ្សារអាតូមីទៅគេខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាណាថាធ្វើជំនួញអាតូមីធ្វើដោយរបៀបណាហើយសូមចាប់ដៃហើយញ័រខ្លួនទាំងអស់គ្នាហើយសូមស្រែកថាខ្ញុំរកលុយមួយខែបាន$50,000ហើយមិត្តភ័ក្តិសួរថាតាមរយៈអីគឺអាតូមីហើយអញ្ជើញគាត់ទៅចូលរួមសិក្ខាសាលាអ្នកថ្មីអត់ទាន់ចេះបញ្យល់ពីក្រុមហ៊ុនបានទេតែបើសិនជារៀនពីក្រុមហ៊ុនអាតូមី1ឆ្នាំហើយអាចនិយាយបានយ៉ាងយូរច្បាស់ណាស់ទី6ការណែនាំផលិតផលឲ្យអតិថិជនណាសាកល្បងលាបសាកល្បងញ៉ាំទី7ពីគ្រោះច្បល់ជាមួយអ្នកជោគជ័យឬក៏ sponsor រាល់ថ្ងៃហើយនឹងការកសាងទំនុកចិត្តហើយត្រូវតែគោរពពាក្យសន្យាជាមួយនឹងខ្លួនឯងយើងត្រូវតែមានភាពអត់ធ្មត់និងមានការតស៊ូជានិច្ចកាលពីមុនពេលដែលខ្ញុំឆ្លងផ្លូវទៅពេលដែលអត់ឃើញឡានទោះបីជាស្តុបក្រហមក៏ខ្ញុំឆ្លងទៅដែរតែតាំងពីខ្ញុំតាំងចិត្តខ្លួនឯងថាត្រូវកសាងទំនុកចិត្តជាមួយនឹងខ្លួនឯងជាមួយនឹងអតិថិជនហើយទោះបីជាអត់មានឡានក៏ត្រូវតែឈប់ចាំរហូតដល់មានសញ្ញាឲ្យយើងឆ្លងទៅទើបបានជាខ្ញុំឆ្លងទៅខ្ញុំចង់សួរអ្នកទាំងអស់គ្នាថាការសប្បាយគឺមកពីអ្នកទាំងអស់គ្នានឹងញញឹមឬក៏មកពីអ្នកទាំងអស់គ្នាញញឹមទើបសប្បាយប្រយោគនេះគឺបណ្ឌិតផ្នែកចិត្តសាស្ត្រ William James ជាអ្នកប្រាប់ហើយគាត់និយាយថាបើយើងផ្លាស់ប្ដូរគំនិតធ្វើឲ្យសកម្មភាពយើងផ្លាស់ប្ដូរបើយើងផ្លាស់ប្ដូរសកម្មភាពវាធ្វើឲ្យទម្លាប់របស់យើងផ្លាស់ប្ដូរបើយើងផ្លាស់ប្ដូរទម្លាប់វាធ្វើឲ្យផ្លាស់ប្ដូរជីវិតរបស់យើង
អ្នកទាំងអស់គ្នាយល់ទេពួកយើងជាអ្នកផ្លាស់ប្ដូរគំនិតតាមរយៈអាតូមីរកលុយមួយខែបាន$50,000តាមរយៈអាតូមីហើយបើអញ្ចឹងតើពួកយើងទាំងអស់គ្នាគួរតែធ្វើសកម្មភាពបែបណាសូមមើលមកខាងអេក្រង់ម្ដងទៀតធ្វើ8សកម្មភាពគឺ8ខខชักលីតឧទាហរណ៍ថាខែ8ខ្លួនឯងមើលសៀវភៅ2ថ្ងៃវាអត់អីដែរបើខែ9មើលសៀវភៅ4ថ្ងៃមានន័យថាមានការរីកចម្រើន100%ជាងខែមុនហើយសូមឆែករាល់ថ្ងៃផងខ្លួនឯងនេះមើលវីដេអូប្រមាណថ្ងៃហើយក្នុងមួយខែសូមចូលរួមប្រជុំពេលព្រឹកប្រមាណថ្ងៃហើយណែនាំអតិថិជនប្រមាណអ្នកហើយនៅក្នុងមួយថ្ងៃអាចឆែករាល់ថ្ងៃបានទេណាពេលធ្វើ8សកម្មភាពដំបូងមិនអាចធ្វើបានល្អទេព្យាយាមដើម្បីឲ្យសកម្មភាពនោះណាคล้ายទៅជាទម្លាប់របស់យើង8សកម្មភាពនេះคล้ายទៅជាទម្លាប់របស់យើងទើបពេលនោះយើងមានចំណូលពីអាតូមីបានយើងត្រូវតែមានការប្រឹងប្រែងយើងត្រូវតែឆែកយើងត្រូវតែតាមដានសកម្មភាពរបស់យើងផ្លាស់ប្ដូរគំនិតផ្លាស់ប្ដូរសកម្មភាពផ្លាស់ប្ដូរទម្លាប់ទើបជីវិតរបស់យើងនេះអាចផ្លាស់ប្ដូរបានហើយចុះថ្ងៃនេះអ្នកទាំងអស់គ្នាសប្បាយចិត្តទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាញ័រខ្លួនចុងក្រោយសូមចាប់ដៃទាំងអស់គ្នាខ្ញុំរាប់1 2 3ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នារកលុយក្នុងមួយខែបាន$50,000ទាំងអស់គ្នា